សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការបង្កើតឈ្មោះរូបិយប័ណ្ណដើម្បីធ្វើការបង្កើតឈ្មោះរូបិយប័ណ្ណជាដំបូងលោកអ្នកត្រូវចូលទៅក្នុង Module Setting Check Currency បន្ទាប់មកចុចនៅលើប៊ូតុង Create សម្រាប់ Decode លោកអ្នកអាចធ្វើការបំពេញដោយផ្ទាល់ឬអាចរំលងនោះ System នឹងធ្វើការចាប់ Decode ចូលនៅស្វ័យប្រវត្តិធ្វើការបំពេញឈ្មោះរូបិយប័ណ្ណរបស់លោកអ្នកនៅក្នុងប្រអប់ Description លោកអ្នកអាចធ្វើការបំពេញឈ្មោះរូបិយប័ណ្ណរបស់លោកអ្នកជាភាសាផ្សេងទៀតនៅក្នុងប្រអប់ Second Language ធ្វើការបំពេញនិមិត្តសញ្ញាតំណាងរូបិយប័ណ្ណរបស់លោកអ្នកនៅក្នុងប្រអប់ Symbol បំពេញអត្រាប្តូរប្រាក់របស់លោកអ្នកនៅក្នុងប្រអប់ Exchange Rate សម្រាប់ Decimal Place គឺជាកន្លែងសម្រាប់ធ្វើការកំណត់ចំនួនខ្ទង់0នៅខាងក្រោយសញ្ញាទស្សភាគ Decimal Separator គឺជាកន្លែងសម្រាប់ធ្វើការកំណត់សញ្ញាទស្សភាគ Thousand Separator គឺជាកន្លែងសម្រាប់ធ្វើការកំណត់សញ្ញាខ្ទង់ពាន់ប្រសិនបើលោកអ្នកធ្វើការបំពេញនៅក្នុងប្រអប់ On Lower Than ស្មើ0 Run to ស្មើ0និង If Upper Run to ស្មើ0នោះមានន័យថាមិនថាចំនួនតួលេខនៅខាងក្រោយចំនួនទស្សភាគប៉ុន្មាន System នឹងមិនធ្វើការអង្គុតឡើងចុះឡើយប្រសិនបើលោកអ្នកធ្វើការបំពេញ On Lower Than ស្មើ50 Run to 0និង If Upper Run to ស្មើនឹង100នោះមានន័យថាបើតួលេខនៅខាងក្រោយចំនួនទស្សភាគមានតម្លៃតូចជាង50នោះ System នឹងធ្វើការបង្គុតចុះស្មើនឹង0ហើយប្រសិនបើតួលេខនៅខាងក្រោយចំនួនទស្សភាគមានតម្លៃធំជាង50នោះ System នឹងធ្វើការបង្គុតឡើងស្មើនឹង100សម្រាប់ Currency Note លោកអ្នកអាចធ្វើការបង្កើតប្រភេទក្រដាសប្រាក់ធ្វើការពិនិត្យឡើងវិញរួចចុចនៅលើប៊ូតុង Save ដើម្បីបញ្ចប់លោកអ្នកអាចធ្វើការកែប្រែព័ត៌មាននិងអត្រាប្តូរប្រាក់លើរូបិយប័ណ្ណដែលមានស្រាប់ដោយចុចនៅលើសញ្ញារូបប៊ិចឬចុចសញ្ញាធុងសំរាមសម្រាប់ធ្វើការលុបចេញ